ជើងហោះហើរលេខ855របស់ក្រុមហ៊ុនអាកាសចរ Air India គឺជាជើងហោះហើរដឹកអ្នកដំណើរដែលចេញដំណើរពីទីក្រុងប៊ុំបីប្រទេសឥណ្ឌាទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមនៅថ្ងៃទី1ខែមករាឆ្នាំ1978យន្តហោះ Boeing 747ដែលកំពុងប្រតិបត្តិការហោះហើរនេះបានធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់ចម្ងាយប្រហែល3គីឡូម៉ែត្រពីឆ្នេរសមុទ្របានត្រាតិចជាង2នាទីបន្ទាប់ពីហោះឡើងដោយបានឆក់យកជីវិតអ្នកដំណើរនិងក្រុមការងារទាំងអស់ចំនួន213នាក់នៅលើយន្តហោះការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះបានកំណត់ថាមូលហេតុដែលទំនងបំផុតគឺប្រធានក្រុម Captain មានការវង្វេងភ័ន្តស្មារតីក្នុងលំហអាកាសដែលងងឹតនិងបាត់បង់ការគ្រប់គ្រងយន្តហោះបន្ទាប់ពីឧបករណ៍ហោះហើរមួយជួបប្រទះបញ្ហាយន្តហោះនេះផលិតក្នុងឆ្នាំ1971គឺជាយន្តហោះ Boeing 747-237B យន្តហោះ 747 នេះគឺជាយន្តហោះដំបូងគេនៃប្រភេទនេះនៅក្នុងក្រុមហ៊ុន Air India ដែលមានកៅអីចំនួន16ជាកៅអី First Class 40កៅអី Business Class និង338កៅអីជា Economy Seats ក្រុមអ្នកបើកយន្តហោះមានប្រធានក្រុមគឺលោក Madan Lal Kuka អាយុ51ឆ្នាំគាត់បានចូលរួមជាមួយក្រុមហ៊ុន Air India ក្នុងឆ្នាំ1956ហើយមានបទពិសោធន៍ហោះហើរជិត 18,000 ម៉ោងមន្ត្រីទី1គឺលោក Indu Viamani អាយុ43ឆ្នាំដែលជាអតីតមេបញ្ជាការកងទ័ពអាកាសឥណ្ឌាដែលបានចូលរួមជាមួយក្រុមហ៊ុន Air India ក្នុងឆ្នាំ1976គាត់មានបទពិសោធន៍ហោះហើរជាង 4,500 ម៉ោងវិស្វករហោះហើរគឺលោក Alfredo Faria អាយុ53ឆ្នាំដែលបានចូលរួមជាមួយក្រុមហ៊ុន Air India ក្នុងឆ្នាំ1955និងមានបទពិសោធន៍ហោះហើរ 11,000 ម៉ោងដែលធ្វើឲ្យគាត់ក្លាយជាវិស្វករហោះហើរជាន់ខ្ពស់បំផុតម្នាក់របស់ Air India យន្តហោះបានចេញដំណើរពីអាកាសយានដ្ឋាន Santa Cruz នៃទីក្រុងប៊ុំបីប្រហែល1នាទីបន្ទាប់ពីហោះឡើងពីផ្លូវរត់លេខ27ប្រធានក្រុមគូកាបានបត់ស្ដាំនៅពេលឆ្លងកាត់ឆ្នេរសមុទ្រប៊ុំបេលើសមុទ្រអារ៉ាប់បន្ទាប់ពីនោះយន្តហោះបានវិលត្រឡប់មកទីតាំងធម្មតាវិញមួយរយៈមិនយូរប៉ុន្មានវាចាប់ផ្ដើមរេលទៅខាងឆ្វេងហើយមិនអាចគ្រប់គ្រងបានឡើងវិញឡើយគោលដៅគឺអាកាសយានដ្ឋានអន្តរជាតិឌូបៃក្នុងទីក្រុងឌូបៃឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្តហោះដែលបានរកឃើញពីកំទេចកំទីបានបង្ហាញថាប្រធានក្រុមគូកាគឺជាអ្នកដំបូងគេដែលកត់សម្គាល់ឃើញបញ្ហាមួយនៅពេលដែលគាត់បាននិយាយថាមានអ្វីកើតឡើងនៅទីនេះឧបករណ៍របស់ខ្ញុំប្រធានក្រុមកំពុងបញ្យល់ថា Attitude Direction Indicator ADI របស់គាត់គាំងបាត់បង់លំនឹងបញ្ជាក់ទិន្នន័យមិនច្បាស់មានន័យថាវានៅតែបង្ហាញយន្តហោះផ្អៀងទៅស្ដាំមន្ត្រីទី1 Viamani ដែលឧបករណ៍ Attitude Direction Indicator ADI របស់គាត់កំពុងបង្ហាញថាយន្តហោះផ្អៀងទៅខាងឆ្វេងផ្ទុយពីខាង Captain ហើយមិនបានកត់សម្គាល់ពីការព្រួយបារម្ភរបស់ប្រធានក្រុមឡើយលោកបាននិយាយថារបស់ខ្ញុំក៏ចឹងដែរដូចជាមិនអីទេគេជឿថាប្រធានក្រុមបានយល់ច្រឡំថាឧបករណ៍ Attitude Direction Indicator ADI ចម្បងទាំងពីរកំពុងបង្ហាញពីការផ្អៀងទៅខាងស្ដាំដូចគ្នាជាលទ្ធផលវាបានបញ្ជាក់កាន់តែច្បាស់នៅអ្វីដែលគាត់ជឿថាគាត់កំពុងមើលឃើញដោយពេលនោះគឺជាពេលបន្ទាប់ពីថ្ងៃលិចហើយយន្តហោះកំពុងហោះលើសមុទ្រអារ៉ាប់ដ៏ងងឹតដែលធ្វើឲ្យអ្នកបើកមិនអាចផ្ទៀងផ្ទាត់តម្លៃដែលបង្ហាញលើឧបករណ៍ជាមួយនឹងជើងមេឃជាក់ស្ដែងនៅខាងក្រៅបង្អួចកាប៊ីនយន្តហោះបានឡើយយន្តហោះ Boeing 747 មាន ADI បម្រុងទី3មួយទៀតនៅចំកណ្ដាលឧបករណ៍បញ្ជារវាងអ្នកបើកយន្តហោះទាំងពីរហើយកំណត់ត្រានៃការសន្ទនានៅក្នុងកាប៊ីនយន្តហោះបានបង្ហាញថាវិស្វករហោះហើរ Faria បានប្រាប់ប្រធានក្រុមថាកុំមើលតាមឧបករណ៍មួយខាងឆ្វេងនឹងអីកុំមើលតាមឧបករណ៍មួយនឹងអីក្នុងគោលបំណងចង់ឲ្យប្រធានក្រុមបង្វែរអារម្មណ៍មកមើលឧបករណ៍ ADI ទី3វិញឬហៅថាឧបករណ៍បង្ហាញការបត់ឬការផ្អៀងពលគឺត្រឹមតែ5វិនាទីប៉ុណ្ណោះមុនពេលយន្តហោះធ្លាក់បោកផ្ទប់ទៅនឹងផ្ទៃសមុទ្រ
ការយល់ច្រឡំខុសរបស់ប្រធានក្រុមអំពីការផ្អៀងយន្តហោះបានធ្វើឲ្យគាត់ប្រើប្រព័ន្ធគ្រប់គ្រងបញ្ជាការហោះហើររបស់យន្តហោះដើម្បីបន្ថែមការផ្អៀងទៅខាងឆ្វេងនិងកន្ទុយចង្កូតទៅខាងឆ្វេងបន្ថែមទៀតកាន់តែខ្លាំងដែលបណ្ដាលឲ្យយន្តហោះ Boeing 747រមៀលផ្អៀងទៅខាងឆ្វេងបន្ថែមទៀតរហូតដល់108ដឺក្រេនិងធ្លាក់ចុះកម្ពស់យ៉ាងលឿនបំផុតត្រឹមតែ101វិនាទីបន្ទាប់ពីចាក់ចេញពីផ្លូវរត់យន្តហោះនេះបានធ្លាក់បោកផ្ទប់សមុទ្រអារ៉ាប់ក្នុងមុំសំយងក្បាលយន្តហោះចុះប្រហែល35ដឺក្រេមិនមានអ្នកនៅរស់រានមានជីវិតក្នុងចំណោមអ្នកដំណើរ190នាក់និងសមាជិកក្រុមការងារទាំង23នាក់នោះទេការស៊ើបអង្កេតបំណែកយន្តហោះដែលបានរកឃើញដោយផ្នែកមិនបានបង្ហាញភស្តុតាងនៃការផ្ទុះភ្លើងឆេះឬការខូចខាតអគ្គិសនីឬមេកានិកណាមួយឡើយការស៊ើបអង្កេតបានសន្និដ្ឋានថាមូលហេតុដែលអាចកើតមានគឺដោយសារតែការគ្រប់គ្រងយន្តហោះមិនសមហេតុផលដោយប្រធានក្រុមបន្ទាប់ពីវង្វេងស្មារតីក្នុងលំហងងឹតមើលមិនឃើញមកខាងក្រោមមិនមានចំណុចធៀបនឹងជើងមេឃឬហៅថា spatially disoriented ហើយអ្នកបើកបរតម្រូវឲ្យជឿលើឧបករណ៍ទាំងស្រុងតែជារឿងដែលគួរឲ្យសោកស្ដាយឧបករណ៍បង្ហាញរយៈកម្ពស់ ADI របស់គាត់មានបញ្ហាទើបធ្វើឲ្យការបញ្ជាការបើកបររបស់គាត់ខុសព្រោះតែក្នុងលំហងងឹតមើលមិនឃើញមកខាងក្រោមมันមានចំណុចធៀបនឹងជើងមេឃសាកស្រមៃថាយើងកំពុងតែបើកបរឡានឬម៉ូតូដោយបិទភ្នែកគឺយើងនឹងមិនដឹងថាតើយើងនៅទីណាហើយបើកបរត្រង់ឬវែកនោះទេដូចជាហេតុការណ៍ដែលបានកើតឡើងនេះអញ្ចឹង